Sa mong col baray ok jadi su pok mai bong po như ở khania prek ni គឺខ្ញុំកំពុងតែនៅផ្សារមង្គលបារីពេលចូលមកដល់ក៏ឃើញថាមានពុកម៉ែបងប្អូនយើងក៏លក់ដូរច្រើនគួរសមប៉ុន្តែឃើញតែអ្នកលក់អត់ស្ទើរជាឃើញមានអ្នកទិញនោះទេពេលកន្លែងទៅឃើញមកជូរគឺពិតជាតំណងមែនទែនស្រស់អញ្ចឹងក៏ឲ្យអ្នកមីងគាត់ខ្ចប់ 3000 រៀលយកមកញ៉ាំ 3000 ឡើងមកថងអ្នកនរគ្នាហើយមកជូរនេះគឺសុទ្ធតែជារបស់ញ៉ាំដោយបងប្អូនយើងបានឃើញស្រាប់អញ្ចឹងចំណែកឯបងស្រីក៏លក់តាក់ទងជាមួយនឹងជ្រូកតាពាំងជ្រូកសក់ជ្រូកអមីងនេះគឺគាត់លក់នៅចំពីមុខផ្សារនឹងតែម្ដងរសជាតិរបស់គាត់គឺឆ្ងាញ់ឥឡូវដោយសារតែស្ថានភាពខាងមុខវារៀងស្ងប់ស្ងាត់ឥឡូវខ្ញុំចូលទៅខាងក្នុងពេលចូលមកដល់ខាងក្នុងគឺឃើញថារៀងស្ងប់ស្ងាត់ដូចតែគ្នាហើយប្លុកដែលខ្ញុំកំពុងតែដើរនេះគឺនៅខាងក្នុងផ្សារហើយអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់ចង់មកផ្សារមង្គលបារីចូលមកដល់ខាងក្នុងគឺឃើញស្ថានភាពគឺបែបហ្នឹងតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់ចង់បានតាក់ទងជាមួយនឹងបន្លែផ្លែឈើស្រស់ឬក៏ចង់ញ៉ាំអាហារតាក់ទងជាមួយនឹងបបរបាយឆាលូតឆាអីនំគ្រូអីអូខេអាចចូលមកក្នុងទីនេះមកគឺរួមផ្ដុំគ្នាតែម្ដងនៅខាងក្នុងទាំងអស់តែម្ដងឃើញក្បាលគុណអ្នកមីងគឺពិតជាតំណងមែនទែនហើយក្លឹបនេះឡើងឈ្ងុយអញ្ចឹងគឺសាក់សួរតែអ្នកមីងក៏គាត់ប្រាប់ថាតាក់ទងជាមួយនឹងការធ្វើនេះគឺគាត់ធ្វើផ្ទាល់ដៃតែម្ដងហើយគឺប្រើការចិញ្ច្រាំអត់ប្រើម៉ាស៊ីននោះទេក្បាលគុណរបស់គាត់ណាហើយរាល់ថ្ងៃគឺគាត់លក់ដាច់ជាងគេគឺគាត់បញ្ជូនទៅប្រទេសថៃហើយសម្រាប់ខ្ញុំគឺពិតជាសប្បាយចិត្តមែនទែននៅពេលដែលឃើញទឹកមុខពុកម៉ែបងប្អូនយើងគាត់លក់ដូរនៅទីនេះគឺពិតជាមានស្នាមញញឹមរស់រាយរាក់ទាក់អញ្ចឹងណាទោះថាមានអតិថិជនតិចឬក៏ច្រើនក៏ដោយប៉ុន្តែការលក់ដូរគឺស្នាមញញឹមគឺជាប់ជានិច្ចតែម្ដងឃើញបងប្រុសនេះគាត់ឈរចាក់នំគ្រក់គឺពិតជាតំណងមែនទែនហើយក៏សាក់សួរថាមកប្រអប់ប្រមាណគាត់ថាមកប្រអប់ 2000 រៀលអូខេឥឡូវចុចឲ្យបងមកប្រអប់មក 2000 រៀលដល់ពេលរាប់នំទៅខ្វះទៀតបានតែ 1500 អូខេអញ្ចឹងក៏ 1500 ក៏ 1500 ទៅហើយនៅកន្លែងបងស្រីក៏ដូចជាបងប្រុសចាក់នំគ្រក់ហ្នឹងណានៅកន្លែងគាត់គឺលក់របស់របរញ៉ាំច្រើនមែនទែនតាក់ទងជាមួយនឹងអាហារពេលព្រឹកហើយនៅខាងក្នុងគឺមិនមែនមានតែស្ត្រីសាច់ឬក៏បន្លែតាក់ទងជាមួយរបស់ញ៉ាំនោះទេមានទាំងសម្លៀកបំពាក់កាបូបស្បែកជើងគ្រឿងអលង្ការអូខេគ្រឿងក្អូបនិយាយរួមទៅខាងក្នុងគឺមានគ្រប់សពបែបយ៉ាងតែម្ដងអូខេឥឡូវគឺយើងបានចេញមកដល់ខាងក្រៅវិញហើយមុននេះខ្ញុំនិយាយថានៅខាងក្នុងគឺមានលក់គ្រប់សពបែបយ៉ាងក៏ប៉ុន្តែក៏មិនមែនមានន័យថានៅខាងក្រៅអត់មានលក់នោះទេអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនយើងគាត់ធ្វើដំណើរចូលមកដល់ផ្សារនេះគឺឃើញមានលក់តែម្ដងនៅតាមចិញ្ចើមផ្លូវហ្នឹងណាហើយសម្រាប់បងស្រីលក់ថ្នាំគឺខ្ញុំអាសាជួបគាត់មែនទែនដោយសារតែខ្ញុំអាសាចុះថតតាមផ្សារអញ្ចឹងណាដល់ពេលអញ្ចឹងគាត់គឺដើរលក់គ្រប់ផ្សារដូចគ្នាដល់ពេលអញ្ចឹងគឺអាសាជួបគាត់មែនទែនហើយថ្នាំរបស់គាត់គឺត្រូវជាមួយនឹងការឈឺដៃឈឺជើងតាក់ទងជាមួយនឹងសរសៃអូខេអញ្ចឹងបើសិនជាចាប់អារម្មណ៍អាចតំណទៅគាត់បាននៅពេលដែលខ្ញុំឃើញជ្រក់នេះគឺនឹកឃើញដល់បាយកកហើយអាហ្នឹងវាត្រូវមែនទែនតែម្ដងជាមួយនឹងបាយកកគឺពិតជាអែមែនទែនអូខេតោះឥឡូវទៅហៅមើលច្រកអីញ៉ាំមកប្រអប់សិនអូខេឥឡូវគឺខ្ញុំបានលោតឆាងមួយប្រអប់ហើយឥឡូវយើងចាប់ផ្ដើមធ្វើដំណើរទៅស្ពានឈើមួយនេះខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនយើងនៅស្រុកមង្គលបារីគឺប្រកាសជាស្គាល់ច្បាស់ដូចថ្ងៃតែម្ដងហើយស្ពាននេះគឺជាសរសៃឈាមមួយដែលឆ្លងពីម្ខាងចូលទៅក្នុងផ្សារផ្លុកតែម្ដងសម្រាប់ស្ពានមួយនេះផងដែរគឺមានឈ្មោះថាស្ពានសាមគ្គីដែលគេបង្កើតក្នុងឆ្នាំ 1993 អ្វីដែលពិសេសនោះប្រកាន់ដៃសងខាងគឺមានកន្លែងអង្គុយលេងថែមទៀតផងស្ពាននេះមើលទៅរាងខ្លីក៏ប៉ុន្តែមើលទៅរឹងមាំមែនទែនអ្នកនរគ្នាបើគិតទៅ30ឆ្នាំជាងហើយខាងក្រោមនេះគឺពិតជាស្រស់ស្អាតមែនទែនមានទេសភាពឡើងខៀវស្រងាត់កប្លុកពេញនឹងតែម្ដងហើយក៏មានរូបថតអ្នកដែលគេកសាងពីមុនមកណាគេបញ្យល់នៅនឹងជញ្ជាំងនឹងតែម្ដងអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់បើសិនជាពេញចិត្តអូខេជួយ like follow page របស់ខ្ញុំម្នាក់មួយផងបាទអរគុណច្រើនជួយជាមួយខ្ញុំមីលីនៅវីដេអូក្រោយបន្តទៀតបាយបាយ